hook video គឺជាអ្វី head អី content creator គ្រប់គ្នាផ្ដល់តម្លៃលើ hook video ម្លេះនេះគឺជាចំណុចមួយដែលខ្ញុំចង់ចែករំលែកឲ្យបងប្អូនអ្នកថ្មីឬក៏អ្នកដែលគាត់ចង់ចាប់ផ្ដើមធ្វើ content hook video បើយើងបកប្រែទៅវាយើងអាចនិយាយបានថាការបបក់បាទដូចបបក់ត្រីអញ្ចឹងណាប៉ុន្តែយើងបបក់អ្នកមើលការដែលយើងបបក់ឲ្យមានអ្នកមើលនៅក្នុងវីដេអូយើងច្រើនគឺគេរាប់បញ្ចូល hook ហ្នឹងនៅក្នុងវីដេអូរបស់យើងត្រឹមតែ3វិនាទីដំបូងទេទោះថាបង3វិនាទីដំបូងហ្នឹងខ្ញុំធ្វើមិនទៅវាលឿនពេក3វិនាទីដំបូងបាទសម្រាប់3វិនាទីដំបូងដែលយើងធ្វើឲ្យមានអ្នកមើលហ្នឹងគេហៅថា hook video វាផ្គប់ផ្សំជាមួយនឹងវីដេអូរបស់យើងទៀតគេហៅថា visual hook មានន័យថាផ្គប់ជាមួយនឹងវីដេអូផ្គប់ជាមួយនឹងការនិយាយរបស់យើងវាកើតតែជា visual hook មួយយើងបំបក់អ្នកមើលឲ្យគាត់ចង់មើលទៅលើវីដេអូរបស់យើងបន្ថែមចំណុចនេះគឺសំខាន់សម្រាប់ creator ទាំងអស់បាទមិនមែនបើកក្បាលវីដេអូមកជម្រាបសួរសួស្ដីបងប្អូនឬក៏បងប្អូនទេអត់ទេសម្រាប់ hook video យើងចម្រាញ់យកកន្លឹះពាក្យបាទជាកន្លឹះពាក្យមួយនៅក្នុងមេរៀនរបស់ខ្ញុំដែលខ្ញុំបរៀនបងប្អូនធ្វើ content ហ្នឹងគឺវាមានកន្លឹះទាំងអស់ហ្នឹងបាទកន្លឹះខ្ញុំនឹងប្រាប់មូលដ្ឋានគ្រឹះឲ្យបងប្អូនទាំងអស់គ្នាយល់វាមានកន្លឹះរបស់វាណាអូខេជាមួយខ្ញុំបើករូបមន្តឲ្យមើលបន្តិចអានេះខ្ញុំ share ឲ្យបងប្អូនទាំងអស់គ្នាគាត់អាចយកទៅប្រើបានភ្លាមបាទជួនកាលមេរៀនខ្លះខ្ញុំមិនចាំបាច់លក់ឲ្យបានទេខ្ញុំអាចឲ្យបងប្អូនទាំងអស់គ្នាយល់ដឹងពីចំណុចនេះបានអញ្ចឹងនៅក្នុងការធ្វើ hook video បងប្អូនទាំងអស់គ្នាចាំពាក្យខ្ញុំទុកណាបាទកត់ទុកក៏បានឬក៏ចាំពាក្យខ្ញុំទុកក៏បានវាមានទី1ពាក្យឥទ្ធិពលបាទពាក្យឥទ្ធិពលទី2ការគិតរបស់អ្នកមើលនិងទី3គឺពន្លឿនឲ្យចង់មើលនៅក្នុងគ្រឹះទាំង3នេះដែលយើងយកមកធ្វើ hook video ដាក់វីដេអូណាក៏មានអ្នកមើលដែរវាជាចំណុចសំខាន់មួយជាមូលដ្ឋានគ្រឹះសម្រាប់អ្នកធ្វើ content ទាំង live ខ្ញុំអត់ដឹងថាអ្នកផ្សេងគាត់ដឹងអត់ទេអ្នកធ្វើ content ផ្សេងអ្នកធ្វើ content ឬក៏អ្នកជំនាញខាង content គាត់មាន style មាន skill មានគ្រឹះរបស់គាត់ផ្សេងគ្នាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំមានគ្រឹះ3នេះដែលខ្ញុំធ្វើ hook video ហើយមានអ្នកមើលផ្ទុះដល់លៀនអញ្ចឹងទី1ពាក្យឥទ្ធិពលទី2ការគិតរបស់អ្នកមើលទី3គឺពន្លឿនឲ្យចង់មើលអញ្ចឹងវាមានមូលដ្ឋានគ្រឹះពាក្យវានៅក្នុងហ្នឹងទៀតដោយសារតែខ្ញុំលំអិតអត់បានទេគ្រឹះមូលដ្ឋានពាក្យទាំងអស់ហ្នឹងគឺនៅក្នុងមេរៀនដែលខ្ញុំបរៀនបងប្អូនទាំងអស់ប៉ុន្តែវីដេអូនេះខ្ញុំនឹងធ្វើការបញ្យល់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់ទៅលើពី hook video នៅក្នុង3វិនាទីដំបូងដែលយើងមុននឹងចូលទៅដល់វីដេអូរបស់យើងខ្ញុំធ្លាប់ធ្វើវីដេអូហ្នឹងនិយាយម្ដងហើយក៏មានបងប្អូនយើងក៏មានអ្នកគាត់មក comment បាទគាត់ថាអ្នកល្បីចង់អង្គុយ3វិនាទីដំបូងអត់និយាយអីសោះក៏មានអ្នកមើលដែរអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំចង់បកស្រាយទៅកាន់បងប្អូនដៃថ្មីយកតែម្ដងការធ្វើ hook video គឺការបបក់អ្នកមើលបាទបបក់អ្នកមើលហ្នឹងយើងមិនមែនបបក់មកដឹងឲ្យបានភ្លាមទេយើងដាក់វីដេអូនេះអត់មានអ្នកមើលយើងធ្វើវីដេអូនោះធ្វើវីដេអូនោះអត់មើលអត់មានអ្នកមើលយើងធ្វើវីដេអូផ្សេងទៀតគឺយើងធ្វើឲ្យច្រើនវីដេអូនៅក្នុង channel របស់យើងឬក៏ page របស់យើងដើម្បីយើងបបក់អ្នកមើលថាតើអ្នកមើលគាត់ចង់មើលទម្រង់វីដេអូយើងបែបណាបាទទម្រង់វីដេអូយើងបែបណានៅពេលដែលយើងធ្វើទម្រង់វីដេអូនឹងបានមកមួយហើយណាយើងយកទម្រង់ហ្នឹងទៅបន្តធ្វើវីដេអូរបស់យើងបន្តទៀតមានន័យថាយើងបបក់ពីសាមុនវាអត់ដោយទេបាទវាអត់ដោយបានអាត្រីកញ្ចោះបានអាត្រីចង្វាត្រីអីតូចៗចឹងប៉ុន្តែសម្រាប់យើងមាននុយមួយឬក៏មានចំណីមួយដែលយើងដាក់បាច់មកបានត្រីតក់ភ្លាមយើងទៅធ្វើអាចំណីហ្នឹងដើម្បីបបក់ត្រីតក់ទៀតហើយនេះគឺជាយុទ្ធសាស្ត្រមួយដែលខ្ញុំធ្វើវាមានមូលដ្ឋានគ្រឹះនៅក្នុងហ្នឹងបាទទី1យើងមានមូលដ្ឋានគ្រឹះនៅក្នុងការធ្វើ content បើកក្បាលដំបូងហ្នឹងជា hook video ហ្នឹងបន្ទាប់មកយើងយក hook video ហ្នឹងយកវីដេអូទាំងស្រុងហ្នឹងទៅធ្វើយុទ្ធសាស្ត្រមួយទៀតដើម្បីឲ្យអ្នកមើលគាត់មើលទៅហើយត្រូវចិត្តគាត់បងប្អូនឲ្យឆ្ងល់អត់ថាមូលហេតុអីខ្ញុំធ្វើវីដេអូភាគច្រើនបងប្អូន comment ថាបងនិយាយដូចខ្ញុំគិតបាទព្រោះការគិតអ្នកទាំងអស់គ្នាគឺជាការគិតរបស់ខ្ញុំយើងមានយុទ្ធសាស្ត្រត្រង់ចំណុចហ្នឹងដែលយើងអាចធ្វើឲ្យអ្នកមើលគាត់ចង់មើលយើងហើយនិយាយទៅអត់វែងឆ្ងាយមានចំណុចមួយនិយាយច្បាស់លាស់ការធ្វើឲ្យច្បាស់លាស់វាមានមូលដ្ឋានគ្រឹះនៅក្នុងហ្នឹងហើយនេះគឺជាអ្វីដែលខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាត្រូវតែដាក់សំខាន់បំផុតទៅលើ content របស់យើងការបើកក្បាលវីដេអូដំបូងនេះហើយដែលអាចធ្វើឲ្យអ្នកមើលបានមិនមែនបើកក្បាលវីដេអូមកគិតតែពីសួស្ដីបងប្អូនជម្រាបសួរឥឡូវនេះគេអត់ដែរមើលទេសម្រាប់ content បែបហ្នឹង content សម័យឥឡូវគឺជាលឿនបាទបរៀនក៏ត្រូវតែលឿនបាទនិយាយក៏និយាយត្រូវតែលឿន
ដឹងហេតុផលលឿនអត់មាននិយាយលាក់ទុកហេតុផលនិយាយលាក់ឲ្យឆ្ងល់ចិត្តចប់វីដេអូបានប្រាប់ទេបាទវាត្រូវមាន story បើខ្ញុំនិយាយទៅវារត់ទៅវិញឆ្ងាយទៀតវាត្រូវមាន story មួយដែលបងប្អូនទាំងអស់គ្នាត្រូវតែធ្វើបាទសម្រាប់ចំណុចធ្វើ content នេះវាត្រូវមានការផ្គប់ផ្គង់ទាំងអស់គ្នាបាទទាំងអស់ហ្មងនៅក្នុងមូលដ្ឋានគ្រឹះទាំងអស់ហ្នឹងអញ្ចឹងយើងបានហុកវីដេអូយើងមាន story មានហើយយើងមានសាច់រឿងមួយនិយាយហើយតើកាលណាយើងបើកក្បាលឲ្យអ្នកមើលគាត់ចាប់អារម្មណ៍ទៅលើសាច់រឿងរបស់យើងបាទយើងត្រូវតែមានបញ្ហាបាទផ្ដល់ចំណេះដឹងហើយនឹងចង់បញ្ចប់គឺចំណុចទាំងអស់ហ្នឹងឯងដែលធ្វើឲ្យអ្នកមើលគាត់ចង់មើលមិនមែនយើងនិយាយហូរហែតែប៉ែវែងឆ្ងាយហើយរកកន្លែងចាប់អត់ឃើញតែពេលមកចប់បានតិចចោលអាពាក្យមិនតិចនឹងចិត្តចំវីដេអូអត់ទេការធ្វើអញ្ចឹងធ្វើឲ្យអ្នកមើលធុញអញ្ចឹងពេលខ្លះយើងត្រូវតែចម្រាញ់អាហេតុផលនឹងយកមកធ្វើហុកក៏បានដែរឬក៏យើងយកអាចម្លើយខ្លីៗនឹងមកធ្វើហុកក៏បានដែរអញ្ចឹងនេះគឺជាមូលដ្ឋានគ្រឹះដែលខ្ញុំបរៀនបងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅខ្ញុំអាចនឹងបរៀនបងប្អូនទាំងអស់គ្នាច្រើនហើយខ្ញុំមាន challenge ថ្មីបើសិនអ្នកបានមើលវីដេអូនេះចប់ខ្ញុំមានបង្រៀន free 30ថ្ងៃឲ្យចេះធ្វើ content នៅក្នុង YouTube របស់ខ្ញុំខ្សឹបចាំបានតែគ្នាយើងណាអ្នកណាមើលដល់ចប់បានគាត់ដឹងទៅ subscribe channel ខ្ញុំទៅ course video ហ្នឹងនៅក្នុង channel ខ្ញុំស្រាប់ហើយចាំថ្ងៃណាអាកាសល្អបើសិនជាមានអ្នកចង់រៀនច្រើន comment នៅក្នុងនេះមកខ្ញុំ publish course ហ្នឹងដើម្បីបងប្អូនទាំងគ្នារៀនដោយសារតែនេះគឺជាថ្នាក់មូលដ្ឋានគ្រឹះដំបូងសម្រាប់អ្នកថ្មីសូន្យមកដល់ណាមិនដឹងថាធ្វើអីមិនដឹងថាធ្វើម៉េចដើម្បីបង្កើត content បានខ្ញុំមាន course ហ្នឹងបរិញ្ញានៅក្នុង YouTube របស់ខ្ញុំប៉ុន្តែឥឡូវនេះវាមានហើយតែខ្ញុំអត់ទាន់ publish ទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានមើលវីដេអូនេះដល់ចប់ហើយយើងទៅរៀនទាំងអស់គ្នាជួបគ្នាជាមួយខ្ញុំបាទនៅវីដេអូបន្តទៀត